ជម្រាបសួរសួស្តីដល់បងប្អូនម្នាក់ទាំងអស់គ្នាស្វាគមន៍មកកាន់អំណាចសាកលវិទ្យាល័យវាលប្រាយសាខាខេត្តសៀមរាបក្នុងចំនួនទី8នេះគឺជាចំនួនទី8ដែលពួកយើងចាប់ផ្ដើមបើកដំណើរការហើយបន្ទាប់ពីធ្វើការបើកវគ្គរួចសាច់ហើយយើងនឹងចាប់ផ្ដើមដល់វគ្គ1គឺជាវគ្គបណ្ដុះបណ្ដាលដែលយើងមានការចូលរួមចែករំលែកជាច្រើនអំពីវាគ្មិនកិត្តិយសប៉ុន្តែនៅពេលដែលយើងចង់ដឹងព័ត៌មានល្អិតយើងទៅជួបនឹងសមាជិកក្រុមការងាររបស់អំណាចសាកលវិទ្យាល័យរបស់ពួកយើងវិញម្ដងគាត់រៀបរាប់ជូនអ្នកគ្នាទៅជាមួយនឹងវគ្គបណ្ដុះបណ្ដាលមានអីគេពិសេសប្រកាសណាស់នៅក្នុងសប្តាហ៍ក្រោយថ្ងៃទី17ខាងសាកលវិទ្យាល័យវាលប្រាយនឹងមានការរៀបចំបើកវគ្គបណ្ដុះបណ្ដាលថ្មីគឺសម្រាប់សមាជិកចំនួនទី8ហើយនៅពេលដែលពួកគាត់បានមកចូលរួមនឹងគាត់ទទួលបានអីគេថ្មីទៀតអត់យ៉ាមានពេលដែលពួកគាត់មកចូលរួមក្នុងការបើកវគ្គបណ្ដុះបណ្ដាលហ្នឹងគឺអីដែលពួកគាត់ទទួលបានគឺមាន3ចំណុចធំៗដែលតេតងជាមួយនឹងការអានការសង្ខេបសភៅហើយនិងការឡើងបកស្រាយ3ចំណុចទាំងអស់គ្នាហើយកាន់តែពិសេសជាងនឹងទៀតក្នុងក្រុមណាហ្នឹងបងគាត់ថាមានអីពិសេសក្រៅពីគាត់ទទួលបានមានយ៉ាមានគឺក្រៅពីការបើកវគ្គបណ្ដុះបណ្ដាលហ្នឹងសមាជិកទាំងអស់គ្នានឹងមានឱកាសបានជួបអ្នកនិពន្ធល្បីៗក៏ដូចជាវេទិកាល្បីៗដែលពួកគាត់នឹងមកទីនេះដើម្បីចែករំលែកបទពិសោធន៍របស់ពួកគាត់ទៅកាន់សមាជិកថ្មីរបស់យើងផងដែរហើយនៅពេលដែលគាត់បានចូលរួមនេះចុះបើសិនជាពួកខ្ញុំចេះអានសៀវភៅស្រាប់ហើយតើបងនឹងមានគំនិតអីថាចង់ចែកចាំបើសិនជាយើងជាអ្នកអានសៀវភៅស្រាប់ហើយប៉ុន្តែដឹងវិធីសាស្ត្រដឹងថាតើគួរអានសៀវភៅបែបណាឲ្យមានប្រសិទ្ធភាពចាំកុំភ្លេចណាជួបគ្នានៅថ្ងៃទី17សប្តាហ៍ក្រោយនៅសាកលវិទ្យាល័យវាលប្រាយលា